ឧបទ្ទវហេតុគប់ជួនឬចៃដន្យមួយចំនួនកើតឡើងមុននឹងក្នុងកំឡុងពេលបរិយាទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះរាជាថៃនៅសាធារណរដ្ឋប្រជាមានិតចិនជាបងប្អូនស្ពានហុងឈីមានប្រវែងជិត800ម៉ែត្រដែលស្ថិតនៅខេត្តស៊ីឈ័នភាគខាងត្បូងប្រទេសចិនបានបាក់រលំក្រោយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុន្មានខែព្រះវិហារបុរាណដ៏ល្បីល្បាញមួយឈ្មោះវិហារយ៉ុងឈីងនៅទីក្រុងចាងជាកាំងប្រទេសចិនបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅបំផុតរហូតបំផ្លិចបំផ្លាញវិហារដ៏ចំណាស់មួយនេះអស់ទាំងស្រុងសល់តែគ្រោងឆ្អឹងភាពតានតឹងផ្នែកការទូតធ្ងន់ធ្ងររវាងចិននិងជប៉ុនដោយនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងពីលទ្ធភាពដែលជប៉ុនអាចលើកទ័ពជួយតៃវ៉ាន់បើចិនវាយតៃវ៉ាន់អ្នកការទូតចិនបានបង្ហោះសារព្រមានកាត់ក្បាលមេដឹកនាំជប៉ុនរួចលុបចោលវិញចិនបានដាក់បំរាមប្រជាជនខ្លួនមិនឲ្យទៅប្រទេសជប៉ុនក្រុមហ៊ុនអាកាសចររដ្ឋចិនលុបចោលជើងហោះហើរទាំងអស់ទៅប្រទេសជប៉ុនសូមបញ្ជាក់ថាបញ្ហាតៃវ៉ាន់បន្ទាត់ក្រហមរបស់ចិនដែលមិនអាចរំលោភបំពានបានទោះក្នុងតម្លៃណាក៏ដោយទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយលុកខេត្តមួយចំនួនរបស់ប្រទេសថៃសហរដ្ឋអាមេរិកផ្អាកការចរចាពាណិជ្ជកម្មជាបណ្ដោះអាសន្នជាមួយថៃរហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានេះបើតាមប្រភពពីលោកបណ្ឌិតកិនភា